សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ខ្សែជីវិតថ្ងៃនេះយើងនឹងនិយាយអំពីបញ្ហាមួយដែលមនុស្សជាច្រើនជួបប្រទះប៉ុន្តែពិបាកនិយាយគឺមាត់មានក្លិនបញ្ហានេះអាចប៉ះពាល់ដល់ទំនុកចិត្តពេលនិយាយជាមួយមនុស្សផ្សេងមនុស្សខ្លះមិនដឹងថាខ្លួនមានក្លិនមាត់ទេរហូតដល់អ្នកដទៃសង្កេតឃើញដូច្នេះថ្ងៃនេះយើងមកស្គាល់មូលហេតុនិងវិធីដោះស្រាយមូលហេតុទី1គឺការសម្អាតមាត់មិនល្អបើអ្នកមិនដោះធ្មេញឬដោះមិនស្អាតអាហារនឹងនៅសល់ក្នុងមាត់បាក់តេរីនឹងបង្កើតក្លិនមិនល្អជាពិសេសលើអណ្ដាតមូលហេតុទី2គឺមាត់ស្ងួតទឹកមាត់ជួយលាងសម្អាតបាក់តេរីបើមាត់ស្ងួតបាក់តេរីនឹងកើនឡើងហើយបង្កឲ្យមានក្លិនមាត់មូលហេតុទី3គឺអាហារខ្លះដូចជាខ្ទឹមសខ្ទឹមក្រហមមានក្លិនខ្លាំងហើយអាចនៅក្នុងមាត់យូរមូលហេតុទី4គឺធ្មេញខូចឬអញ្ចាញរលាកបើមានរន្ធធ្មេញឬអញ្ចាញហើមវាអាចបង្កឲ្យមានក្លិនមាត់មូលហេតុទី5គឺការជក់បារីសែងបារីបង្កក្លិនមាត់ហើយធ្វើឲ្យមាត់ស្ងួតមូលហេតុទី6គឺបញ្ហាក្រពះជំងឺក្រពះឬអាស៊ីតឡើងអាចបង្កឲ្យមានក្លិនមាត់មូលហេតុទី7គឺការខ្វះទឹកបើអ្នកផឹកទឹកតិចមាត់នឹងស្ងួតហើយបង្កឲ្យមានក្លិនឥឡូវនេះមកស្គាល់វិធីដោះស្រាយដំបូងដោះធ្មេញយ៉ាងហោចណាស់2ដងក្នុងមួយថ្ងៃនិងដោះអណ្ដាតផងដែរទី2ប្រើខ្សែសម្អាតធ្មេញដើម្បីយកអាហារចេញពីចន្លោះធ្មេញទី3ផឹកទឹកឲ្យគ្រប់គ្រាន់ទី4ជៀសវាងអាហារដែលមានក្លិនខ្លាំងឬលាងមាត់បន្ទាប់ពីញ៉ាំទី5ឈប់ជក់បារីទី6ទៅពិនិត្យធ្មេញជាប្រចាំបើអ្នកមានក្លិនមាត់យូរអង្វែងគួរតែពិនិត្យជាមួយគ្រូពេទ្យសរុបវិញមាត់មានក្លិនមិនមែនជារឿងតូចទេវាអាចបង្ហាញថាមានបញ្ហាសុខភាពបើយើងថែរក្សាមាត់ឲ្យបានល្អយើងអាចមានទំនុកចិត្តនិងសុខភាពល្អបើអ្នកចូលចិត្តវីដេអូនេះកុំភ្លេច like share និង subscribe channel ខ្សែជីវិតសូមអរគុណ